សូមអបអរទេពធីតាដែលបានសម្រេចមហាមន្តអាគមគ្រឿងប្រាក់របស់តកូលធំទាំង8ភូមិគ្រឹះទាំង72របស់ពួកគេត្រូវបានជួសសម្បត្តិអស់ហើយស្រានៅក្នុងស្នេហ៍នៅមុខអាសនៈត្រូវបានធ្វើអស់រយៈពេល3រដូវកាលគឺចាំត្រង់ទៅកាន់អំណាចទេវតាបើកទ្វារមេឃតែតទៅដួងវិញ្ញាណបុព្វបុរសតែប៉ុណ្ណោះលើកថាមុនអាគមខ្មៅជាងមានឆ្នាំ7ដ៏ខ្លាំងខ្ញុំចង់បានឆ្នាំផ្ដាច់ពោះមិនលក់ទេដើម្បីផលប្រយោជន៍ត្រកូលខ្ញុំត្រូវរៀបការទាំងមិនទាន់កើតខ្ញុំមិនចង់ធ្វើជាឧបករណ៍បន្តពូជអ្នកណាទេប្រាប់ការជីវ៉ាស្មាំបញ្ចូលនិងរុក្ខជាតិវុយលីងយកម្ករមាស់មិនពេកដាក់ឆ្នាំចូលប្រើតែមិនអីទេបើមិនប្រយ័ត្នលេងជាមួយអីផ្សេងតែមានបញ្ហាទេដាច់ខាតកុំលេងជាមួយផ្លែអាម៉ុនបើស្រាឈឺចុកចាប់រាល់ថ្ងៃតែបើធ្ងន់ដល់ថ្នាក់បាត់បង់ជីវិតបាញ់ចឹងខ្ញុំអរគុណហើយនាងគឺសូមអបអរទេពធីតាដែលបានសម្រេចមហាមន្តអាគមគ្រឿងប្រាក់របស់តកូលធំទាំង8ភូមិគ្រឹះទាំង72របស់ពួកគេត្រូវបានជួសសម្បត្តិអស់ហើយស្រានៅក្នុងស្នេហ៍នៅមុខអាសនៈត្រូវបានធ្វើអស់រយៈពេល3រដូវកាលគឺចាំត្រង់ទៅកាន់អំណាចទេវតាបើកទ្វារមេឃតែតទៅដួងវិញ្ញាណបុព្វបុរសតែប៉ុណ្ណោះដល់ឡើងទេពធីតាទ្រង់គឺជាគ្រូមន្តអាគមដែលមានទេពកោសល្យបំផុតនៅក្នុងដែនដីទេវតារបស់ពួកយើងតាមពិតទៅអាចកាន់អំណាចបានឆាប់ប៉ុន្តែទ្រង់បែរជាបោះបង់តំណែងនេះអស់រយៈពេលជាច្រើនឆ្នាំដើម្បីផ្លាស់ប្ដូរបរិសាមញ្ញម្នាក់ហើយជួយគ្រប់គ្រងគេឲ្យឡើងឋានៈយ៉ាងឆាប់រហ័សរហូតធ្វើឲ្យទ្រង់មិនសម្រេចមន្តអាគមត្រូវពន្យាពេលវេលាបាច់ឆ្នាំនោះគេមិនជួយយើងទេយើងគ្មានសំណាងដល់ពេលនេះទេម្យ៉ាងទៀតលូយ៉ានមីងជាមនុស្សដែលគ្មានសំណាងអាចជួយសង្គ្រោះទ្រង់ដែរទេត្រឹមតែជាចម្រៀកត្បូងមួយដុំតើទ្រង់អាចសន្និដ្ឋានបានយ៉ាងម៉េចដល់ពេលវេលាហើយគេគិតចេញពីធ្វើការហើយយើងទៅធ្វើម្ហូបឲ្យគេសិនទ្រង់មានតម្លៃប៉ុណ្ណាទៅបើជារាល់ថ្ងៃបោកគក់ចាំមិនអាហារឲ្យបរិសសាមញ្ញម្នាក់ធ្វើឲ្យទ្រង់ខកខានការហាត់យុទ្ធសិលហេតុអីក៏ទ្រង់មកប្រាប់គេថាទ្រង់ជាទេពធីតានៃដែនដីទេវតាយ៉ាន់មីងក្រលំបាកតាំងពីតូចចិត្តគំនិតងាយរងឥទ្ធិពលណាស់គំលាតនៃឋានៈធ្វើឲ្យគេគិតច្រើនបានមនុស្សជាទីស្រឡាញ់គួរតែស្មោះត្រង់នឹងគ្នាបើគេស្រឡាញ់ទ្រង់គ្រប់ទ្រង់ពិតមែនគេនឹងសង្ឃឹមថាទ្រង់នឹងរីករាយកាន់តែល្អទៅឃើញទេគេមិនមែនជាមនុស្សដែលគួរឲ្យផ្ញើជីវិតទេកុំនិយាយទៀតអីទេពធីតា6ថ្ងៃទៀតទ្រង់ត្រូវចូលរួមពិធីប្រទានងារមិនអាចពជាពេលបានទៀតនោះទេ6ឆ្នាំហើយយិនមីងដែលសាមុនផ្លាស់ប្ដូរវាសនាដែលខ្ញុំបកគលឲ្យគេបានឡើងឋានៈយ៉ាងលឿនយិនឈន់និយាយត្រូវគួរបង្ហាញអត្តសញ្ញាណខ្ញុំដល់គេហើយលោកប្តីពពកសំណាញ់អូនត្រឡប់មកវិញហើយថ្ងៃនេះហេតុអីលោកប្តីមកវិញលឿនថ្ងៃនេះការងារនៅក្រុមហ៊ុនមិនសូវមានបងក៏ត្រឡប់មកមុនសុខសុខភាពនេះបងបានរង្វាន់មួយឆ្នាំជាពិសេសសម្រាប់អូនភ្លុំមើលទៅឆ្លានឆ្នាំផ្ដាច់ពូគេបាច់ជាប្រើឆ្នាំផ្ដាច់ពូនេះមកលើខ្ញុំពពកសំឡាញ់ហេតុអីក៏មិនហូបគ្រឿងផ្សំនៅក្នុងសម្លនេះគឺមានច្រើនមុខណាស់គេប្រើដើម្បីអ្វីដែរតាមពិតទៅបងបានឲ្យគេទិញថ្នាំជំនួយមានកូនឲ្យអូនបងខ្លាចអូនមិនសប្បាយចិត្តទើបក៏ហៅអូនថាជាថ្នាំបើកម្លាំងអូនតាបងច្រើនឆ្នាំហើយពេលនេះបងបានជោគជ័យរឿងស្ដាយក្រោយតែមួយគត់គឺបងមិនអាចមានកូនជារបស់ពួកយើងជាមួយអូនបានម៉ាស៊ីងអូនមិនបន្ទោសបងទេមែនទេអូនធានាថាពួកយើងពិតជាមានកូនប៉ុន្តែសុបនេះធានាឯងយកស្អីមកធានាជូម៉ាំងស៊ីងនេះជាថ្នាំជំនួយមានកូនដល់ពិសេសបងស្រីជឿអ៊ីចំណាយលុយចំណាយពេលទៅទិញកុំធ្វើជាមិនដឹងគុណយិនមីងគឺនាងខ្ញុំ
ខ្ញុំចង់បានឆ្នាំផ្ដាច់ពូជដែលសាហាវបំផុតនាងហ៊ានកុហកយើងជឿអីបងស្រីបងជាភរិយារបស់យិនមីងមែនទេខ្ញុំមិនជឿអ៊ីជាស្នេហាគ្រាដំបងរបស់យិនមីងពេលនេះពួកយើងជាដៃគូមុខជំនួញតែថ្ងៃមុខពួកយើងជាមិនផុតពីការស៊ីជម្រៅទេសូមបងស្រីមេត្តាយោគយល់ផងចៃម៉ាស៊ីងនេះប្រាជិកម៉ាអ៊ីនបន្តិចហើយមិនអីទេបងមីងខ្មាស់អ៊ីនស្អីគេគឺជាអ្នកស្រុកស្រែមិនស្គាល់ច្បាប់មិនស្គាល់ទម្លាប់មិនដូចបងជឿអីទេកើតនៅក្នុងតកូលខ្ពង់ខ្ពស់ហើយខ្ជិលនិយាយជាមួយនាងនេះណាមនុស្សថោកទាបបែបនេះខ្លួនប្រាណមានជំងឺអីផងក៏មិនដឹងនាងនិយាយអីបានហើយអ៊ីមាននៅក្មេងមិនយល់ការនាងនិយាយខុសភ្ញៀវនៅទីនេះនៅឡើយមិនកូនកែដាក់នេះម្លេះគេអាយុលើអូនតែមួយឆ្នាំទេលោកប្តីបងមើលខ្សែកខ្ញុំទៅជាខ្សែកដាក់ដេញថ្លៃចុងក្រោយបងអស់នៅកន្លែងដេញថ្លៃបងស្រីជឿអ៊ីទិញឲ្យអូនមានទៀតកងដៃជឿអ៊ីឲ្យមកនេះគុណភាពគឺល្អឥតខ្ចោះមិនដូចអ្នកខ្លះទេ6ឆ្នាំហើយមិនដែលឲ្យវត្ថុមានតម្លៃមកយើងសោះពងមួយក៏ពងអត់ចេញចៃនេះចំណាយលុយច្រើនពេកហើយបងមីងខ្ញុំក៏បានយកអំណោយមកជូនបងដែរមកបងខ្ញុំពាក់ឲ្យបងឡោះជឿអីពិតជាមនុស្សល្អមែនគ្រាន់តែឈប់បែបនេះណាក៏មើលទៅថ្លៃថ្នូរដែរម៉ែបើបងជឿអីបានមកធ្វើជាបងថ្លៃខ្ញុំមិនដឹងជាល្អយ៉ាងណាទេអ៊ីមានអាននិយាយអីបងមីងអីមានគេនៅក្មេងបងកុំបន្ទោសគេអញ្ចឹងអីបងស្រីខ្ញុំជាមួយបងមីងគ្រាន់តែជាអតីតកាលខ្ញុំសង្ឃឹមថាគាត់នឹងរស់